nó ui so lăng bão mơ lúc đuôi mà bị chết trời vậy nhỉ dương bay ban tơ tè đằng ôi xua ta tơ tè mấy cơn nè trời ơi cho nên như chơi anh chú cái này បាទសូមគោរពជំរាបសួរទៅដល់អស់លោកស្រីប្រិយមិត្តទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះដែរគឺខ្ញុំបានរៀបចំខ្លួនទៅលេងផ្ទះម្ដាយរបស់ខ្ញុំនៅឯខេត្តកំពង់ធំហើយឥឡូវខ្ញុំបានមកដល់ផ្ទះគាត់ហើយបាទយើងកាត់តិចកុំឲ្យវែងហើយគាត់បានទទួលបាយទឹកបាទមានបងប្អូនបាទរបស់ខ្ញុំគាត់នៅជិតផ្ទះម៉ែហ្នឹងបានរៀបចំបាយទឹកអាហារថ្ងៃត្រង់បន្ទាប់មកគឺយើងក៏បានជិះឡានដើម្បីបបួលគ្នាទៅបង់សំណាញ់បាទនៅវាល បាទវាលនេះគឺវាលកាលខ្ញុំឃ្វាលគោនៅទូចអាយុ10ឆ្នាំ11 12ឆ្នាំបាទខ្ញុំមកឃ្វាលគោនៅវាលហ្នឹងគេហៅថាវាលកូនខ្លាបាទវាលកូនខ្លានេះនៅជិតទួលតាម៉ាន់ទួលសាទឡោកអីហ្នឹងណាបងប្អូននៅខាងខេត្តកំពង់ធំនៅម្ដុំភូមិរកាអីហ្នឹងគាត់ស្គាល់ហើយណានេះគឺជាវាលស្រែប្រាំងរបស់បងប្អូនអឺជាកសិកររបស់យើងគាត់បានធ្វើស្រែប្រាំង ឥឡូវបងថ្លៃខ្ញុំហ្នឹងគាត់បានលីសំណាញ់ដើរទៅមុនហើយខ្ញុំអាលែងតែអត្ថាធិប្បាយនៅខាងក្រោយនេះបាទដើម្បីថតនៅវាលស្រែហើយខ្យល់អាកាសអូយលហើយស្រួលណាស់បងប្អូនអើយលហើយមែនតែនបាទខែនេះគឺលហើយស្រួលណាស់ហើយស្រូវស្រែរបស់បងប្អូននោះក៏ល្អទៀតបាទល្អមែនតែនហើយនេះក៏យន្តសម្រាប់គាត់តក្បាលបូមណាបាទដើម្បីនឹងបូមទឹកបញ្ចូលក្នុងស្រូវស្រែរបស់គាត់បាទបូមពីបន្លាយនេះ ហើយគេមានជីកប្រព័ន្ធបន្លាយបាទបន្លាយទឹកដើម្បីបូមដាក់ស្រែប្រាំងរបស់គាត់ហើយវាលនេះគឺយើងមានបឹងមួយរាងធំណាបងប្អូនមានឈូកមានអីមានកប្លោកមានកញ្ឆែតមានអីណាបងប្អូនអើយហើយលហើយស្រួលមែនតែនខ្ញុំផ្លាស់ប្ដូរបរិយាកាសយើងទៅស្រស់ស្រាយមែនតែនបងប្អូនណាស្រស់ស្រាយណាស់យើងចេញពីផ្ទះចេញពីស្រុកភូមិដែលយើងរស់នៅហើយយើងមកកាន់វាលគឺស្រស់ស្រាយហ៎ ឥឡូវបងថ្លៃខ្ញុំចាប់ផ្ដើមរៀបចំសំណាញ់ហើយបាទប្រើក្បាច់ដែលគាត់ធ្លាប់បង់ពីមុនមកបាទខ្ញុំអត់ចេះបង់ទេចេះតែចាប់ត្រីដាក់ធុងបាទឥឡូវគាត់ចាប់ផ្ដើមបង់ហើយគាត់ប្រកែបង់ហើយបាទបន្លាយប៉ុណ្ណេះខ្ញុំគិតថាខ្ញុំអត់ចេះបង់ហ្មងតែគាត់ចេះរៀបបោះសំណាញ់បងប្អូនចាំមើលណាវឹបឃើញទេបងប្អូនឃើញទេគាត់ចេះរៀបប្លង់បង់ត្រូវមកប្រឡោះបន្លាយតែម្ដងបាទត្រូវមកនេះបន្លាយបាទនេះយើងទៅថ្ងៃអត់សូវមានត្រីហ្មងតែ អានេះមកសំណាញ់ដំបងត្រូវបាន4 5ត្រីដែរបាទ4 5ត្រីអញ្ចឹងយើងផ្សំគ្នាដោយសារថ្ងៃអត់សូវត្រូវបងប្អូនប៉ុន្តែដល់ពេលល្ងាចបាទល្ងាចមកសំណាញ់ត្រូវតែម្ដងបាទគឺសម្បូរហ្មងនេះចូលសំណាញ់ទី2បងប្អូនណាសំណាញ់ទី2ហ៎មិញសំណាញ់ទី1យើងបាន4 5ត្រីដែរបាទនេះសំណាញ់ទី2ចាំមើលទៀតបាទផ្សំត្រីហើយបងប្អូនឃើញគាត់បង់គាត់ចេះបង់យំទៅបន្លាយរៀងល្មិចគាត់បង់របៀបដូចតាមបន្លាយអញ្ចឹងណាតែខ្ញុំអត់ចេះបង់ទៅទាំងដុំហ្មងបានតែថតនឹងអត្ថាធិប្បាយឥឡូវសំណាញ់ទី2បងប្អូនចាំមើលមានត្រីអូនេះឃើញទេបាទបានខ្ញុំទៅបានតែប៉ុណ្ណេះរហូតក៏ល្អដែរបងប្អូនផ្សំទៅបាន5 6គីឡូបាទមួយផ្លែតហ្នឹងបាទល្ងាចដែរយើងទៅម៉ោង3ហើយបងប្អូនយើងទៅម៉ោង3ហើយបាទជិះឡានផងឲ្យផងទ្រាំដល់ណាបាទនេះសំណាញ់ទី3បាទនេះក៏បានត្រីដែរ ép xòmយើងទៅមានត្រីតាអោនដូចត្រីកមុំអញ្ចឹងបងប្អូនណាត្រីសត្រីរៀលត្រីផ្ទួត្រីអណ្ដែងបាទគឺនៅក្នុងបលាយហ្នឹងនេះសំណាញ់ទី4បាទដាក់ភ្លឹបឃើញបងប្អូនឃើញហ៎គាត់បងបានស្អាតបែកល្អបាទយើងទៅគឺស្រស់ស្រាយហើយសុបាយទៅគ្នាមួយឡានបាទនេះក៏បានគួសមដែរនៅពេលល្ងាចបានត្រូវច្រើនបងប្អូនណាព្រោះទឹកវាត្រជាក់ដល់ពេលអញ្ចឹងត្រីវាចេញពីបឹងណាបាទនេះសំណាញ់ទី5បាទ នេះល្ងាចហើយបងប្អូនឃើញទេល្ងាចរៀងត្រូវបន្តិចបាទសំណាញ់ទី5រៀងត្រូវបាទនេះលើកមកតែដល់ពេលកាន់តែល្ងាចកាន់តែខ្លាំងកាន់តែត្រូវខ្លាំងខ្ញុំលែងចង់មកទាំងបាទដោយសារឃើញត្រូវនេះសំណាញ់ទី6 បាទនេះរៀងល្ងាចនេះគាត់លោកគ្រូគាត់ថាអូយខ្លាចឆ្លើងផងហើយណាមួយល្ងាចខ្លាចយប់អីធ្វើមហូបទទួលខ្ញុំហើយខ្លាចពុកម៉ែហ្នឹងគាត់ ហេវបាយហេវអីចឹងណាប្រញាប់នាំគ្នាទៅហើយដល់ពេលគាត់លើកមកខ្ញុំឃើញត្រីសស្បុះបាទសក្បោះបាទសុំទោសនិយាយអត់សូវច្បាស់
bà khơi tray tràn chứ nhưng mấy rong thắt ở trong màu tia với nhá bong bóng khơi chết thì trong nơi bong bà miên tray anh ấy tray cái cho nó sẵn anh tìm bờ bong bóng á bong phải dễ đọc sẵn anh ngay nắng và hay mấy căn ta sẽ tung căn ta thì chết ní trôi mong phải mấy nè đọc ấy tray bong bóng mới khơi nhá tray và căn ta tray nhưng mà mấy rong màu tia với bà trong tận nơi đi bong giống á tay mình luôn ấy nè bong này và hay là crew quạt hot quạt cái thằng mà sau này như tay bong bóng khơi nè so có bỏ này thế và tray đọc ấy là nghe từ chết với chanh và với chanh bị băng chu bao dương nơi khang cả đá băng nó bị chanh mau bong bóng khơi nè so school sau này thì bóng ở sơ miên này tay để sang tắc vì cái đáy bị chanh màu bị băng chu cái nè chẳng vì nơi buôn vì nơi đê rồi chấm này ấy nơi không bằng bà ấy sau này ti bầm bay và ní cứ là cụ tha chọc rồi còn chụp bằng chụp ấy nè bàn tay nhom chờ xôm là đạm mùi tiết đấy che thật trâu để xa khơi trâu pi chân tới nhom của một không có ở bằng mà lấy dân bàn mà đọt tiền với nhầy hay ní chạy nhom còn bàn chặt trâu tràn đây đầm bầy mờ lắm là phải gì vừa mùi bơ cà lô nè bong bóng nó mà tràn đầy nhưng không đè hay dân xóm á chân sầm rạp sốc say trên bắt phần đấy có to đấy bong bóng ba phần đấy có dân ai tero bàn đấy tầm nế hay dân từ đà lên phòng bà ở quân Việt tôi miền tại phần tế hay xong group ở quân đà là lô xây bây giờ mà từng học nhé